បាទជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់ការសម្ដែងសាច់រឿងនៃ Manga Kagurabashi របស់យើងទៀតហើយកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងរំលឹកការពិភាក្សាមុន Hero Iko បានបើកការវាយប្រហារដ៏សាហាវមួយទៅលើ Shiro និង Samura ដោយប្រើធម្មពលរបស់ Enchanted Blade គ្រប់គ្រងទៅលើសាកសពទាំងអស់របស់សត្រូវទាំងអម្បាម៉ានឲ្យងើបឡើងវិញហើយវាក៏ជារឿងមួយដ៏ភ្ញាក់ផ្អើលមែនទែនក៏ព្រោះតែមនុស្សដែលមិនដែលប្រើ Enchanted Blade ពីមុនសោះដូចជាវាបែរជាអាចបញ្ចេញកម្លាំងនៃ Enchanted Blade Kumiyuri បានដល់កម្រិតនេះដោយការវាយប្រហាររបស់ Hero Iko មួយនេះវាមិនត្រឹមតែដាក់សម្ពាធទៅដល់ Shiro និងក្រុម Ninja Masumi នោះទេវាក៏ធ្វើឲ្យ Samura រងរបួសយ៉ាងធ្ងន់ដោយសារតែការពារទៅលើ Iori ហើយដើម្បីមានកម្លាំងទប់ទល់ជាមួយនឹង Hero Iko បានម្ដងទៀត Samura ក៏សម្រេចចិត្តប្រើនៅ skill ទី2នៃ Enchanted Blade របស់ខ្លួនអញ្ចឹងចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាទៀតយើងទៅតាមដានទាំងអស់គ្នានៅក្នុងសារមន្ទីរមួយបុរសម្នាក់កំពុងតែធ្វើការកោតសរសើរទៅលើគំនូរមួយផ្ទាំងដែលវាបានតាក់ទាញចិត្តរបស់គាត់ខ្លាំងមែនទែនវាជាគំនូររបស់សត្វបក្សីដ៏អស្ចារ្យមួយក្បាលដែលបានចាប់កំណើតឡើងវិញចេញពីកំទេចផេះរបស់ខ្លួនដែលបានឆេះទៅនៅពេលមុននេះដែលហៅថា The Legendary Mythical Bird ហើយលោកតាម្នាក់នេះដែលមានឈ្មោះថា Kanryu Yoshida គឺជាវិចិត្រករដែលបានគូរគំនូរនេះឡើងនៅក្នុងការសន្ទនារបស់ពួកគេបរិមម្នាក់នោះបានលើកឡើងអំពីឈ្មោះរបស់សត្វបក្សីដែលមាននៅក្នុងគំនូរគាត់បាននិយាយថាឈ្មោះរបស់វាពិតជាស្រដៀងទៅនឹងសត្វនៅក្នុងរឿងទេវកថាជាច្រើនដែលគាត់បានអានលើបែបនេះលោកតា Yoshida ក៏បានបដិសេធភ្លាមតាមពិតទៅគំនូរដែលគាត់បានគូរមួយផ្ទាំងនេះមិនបានយកលំនាំចេញពីក្នុងរឿងទេវកថាណាមួយឡើយវាគឺជាភាវៈរួមម្យ៉ាងដែលមានពិតប្រាកដនៅលើโลกនេះពិតមែនហើយលោក Yoshida បានឃើញវាតែម្ដងគត់នៅក្នុងអំឡុងពេលសង្គ្រាមកាលពី18ឆ្នាំមុនហើយបើតាមអ្វីដែលគាត់ចាំបាននៅពេលនោះគេហៅវាថាSusaku ហើយពិតជាចៃដន្យមែនទែនឈ្មោះថា Susaku ពិតជាដូចគ្នាទៅនឹង skill ទី2នៃ Enchanted Blade Tobimune របស់ Samura ខ្លាំងណាស់ស្របពេលជាមួយគ្នានេះដែរនៅក្នុងការប្រយុទ្ធវិញ Samura បានធ្វើដំណើរមកដល់ចំពោះមុខរបស់ Hero Iko និង Shiro ហើយពាក្យដំបូងគេដែលគាត់បាននិយាយទៅកាន់ Hero Iko នោះគឺចាប់ពីពេលនេះទៅធម្មពលរបស់ឯងគឺគ្មានប្រយោជន៍ទៀតទេពិតណាស់រឿងដែលបានកើតឡើងធ្វើឲ្យ Hero Iko ស្ទើរតែមិនជឿនៅអ្វីដែលខ្លួនឯងបានឃើញតែចំពោះ Shiro វិញមិនដូចគ្នាឡើយគាត់បានដឹងអំពី skill នៃ Enchanted Blade Tobimune តាំងពីគាត់នៅមានអាយុវ័យក្មេងម្ល៉េះដែល Susaku គឺជាធម្មពលនៃ Phoenix សំដៅទៅដល់សត្វបក្សីទេពគឺជានិមិត្តសញ្ញានៃការកើតឡើងវិញប្រៀបដូចជា Samura នៅពេលនេះអញ្ចឹងមិនថាត្រូវរបួសធ្ងន់ប៉ុណ្ណាគាត់នឹងមិនអាចស្លាប់បានឡើយហើយភ្នែកមួយគូរបស់គាត់ដែលបានខ្វាក់ទៅគឺគាត់ស្ម័គ្រចិត្តមិនព្យាបាលវាឡើងវិញដោយខ្លួនឯងមិនទុកពេលយូរ Samura ក៏បានស្ទុះចូលទៅសម្លាប់អ្នកទាំងពីរចោលតែម្ដងយើងសម្រេចចិត្តហើយយើងនឹងសម្លាប់ពួកឯងទាំងពីរអ្នកចោលហើយការកាប់របស់ Samura មួយដាវនេះវាខ្លាំងក្លារហូតដល់សាយភាយកម្លាំងធម្មពលចេញទៅដល់ខាងក្រៅហើយបើទោះជា Hero Iko វាបានយកនៅ Enchanted Blade រងការវាយប្រហារនេះក៏ដោយក៏វាមិនបានរងអស់ទាំងស្រុងដែរជាក់ស្ដែងភ្លើងនៃ Enchanted Blade Tobimune បានធ្វើឲ្យប៉ះពាល់ទៅដល់ដៃរបស់វាហើយ skill benefit របស់វាលែងមានប្រសិទ្ធភាពទៅលើ Shiro ទៅហើយដោយមើលទៅដូចជាចាញ់ប្រៀប Hero Iko បំរុងនឹងសម្រេចចិត្តប្រើនៅ skill ទី3នៃ Enchanted Blade របស់ខ្លួនតែគិតត្រឡប់មកវិញ Hero Iko វាមិនទាន់បានប្រើនៅអានុភាពនៃ skill ទី2ដែលជា skill play របស់ Enchanted Blade Kumiyuri ដល់កម្រិតកំពូលនៅឡើយទេដូច្នេះហើយជំនួសឲ្យការប្រើ skill ទី3បន្ថែមទៀត Hero Iko វានឹងប្រើ skill ទី2ដដែលប៉ុន្តែលើកនេះវានឹងប្រើអានុភាពនៃ skill នេះឲ្យដល់កម្រិតកំពូលតែម្ដងហើយដោយអ្វីដែលយើងបានដឹងហើយកម្លាំងនៃ Enchanted Blade នីមួយៗវាប្រែប្រួលទៅតាមម្ចាស់របស់វារៀងៗខ្លួនហើយកាលណាអត្តចរិតរបស់ម្ចាស់វាកាន់តែកាយសាហាវនោះកម្លាំងរបស់ Enchanted Blade នឹងប្រែក្លាយទៅជាកម្លាំងមួយដ៏គួរឲ្យខ្លាចប្រៀបដូចជា Hero Iko នៅពេលនេះអញ្ចឹងចំពោះវាជីវិតមនុស្សគឺគ្មានតម្លៃអ្វីទេសម្លាប់គឺសម្លាប់គឺគ្មានន័យអ្វីឡើយដូច្នេះហើយដែលមានម្ចាស់ដែលមានអត្តចរិតកាយសាហាវបែបនេះវាបានធ្វើឲ្យកម្លាំងនៃ Enchanted Blade Kumiyuri ដែលបញ្ចេញមកនៅលើកនេះកាន់តែមានលក្ខណៈអាក្រក់ជាងមុនទៅទៀតហើយមួយសន្ទុះក្រោយកម្លាំងរង្គើដ៏ខ្លាំងមួយក៏បានបន្លឺឡើងដែលពិតណាស់នៅលើកនេះ Hero Iko វាបានប្រើកម្លាំងនៃ Enchanted Blade គ្រប់គ្រងទៅលើអគារទាំងមូលតែម្ដងវាបំរុងនឹងច្របាច់អគារមួយនេះឲ្យទៅជាបំណែកតូចៗដើម្បីសម្លាប់មនុស្សទាំងអស់នៅក្នុងអគារនេះតែម្ដងហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតសាកសពទាំងអម្បាម៉ានដែលវាបានបញ្ជានៅពេលមុននេះនៅតែអាចធ្វើសកម្មភាពបានដដែលហើយនៅពេលនោះហើយវាក៏បាននិយាយថា Shiro ឯងគឺជាហេតុផលតែមួយគត់ដែលធ្វើឲ្យយើងអាចបញ្ចេញកម្លាំងទាំងអស់នេះមកបានយើងជិតបានប្រយុទ្ធមួយស្មើហើយនៅពេលបន្តិចទៀតនេះហើយអ្នកដែលមិនពាក់ព័ន្ធឆាប់ថយចេញពីផ្លូវរបស់យើងជីវិតអមតៈ
យើងថាគ្មានទេនៅលើโลกនេះមើលទៅវាប្រៀបដូចជា Cloud Gadget ដែលត្រូវការពេលវេលាមកបញ្ចូលធម៌ពលរបស់វាឲ្យពេញឡើងវិញដូច្នេះហើយយើងនឹងបន្តវាប្រហារទៅលើឯងថែមទៀតចាំមើលតើឯងទ្រាំបានយូរប៉ុណ្ណានៅខណៈពេលនោះសាមរ៉ាត្រូវបានសាកសពដែលត្រូវបានបញ្ជាដោយ Enchanted Blade Kumiyuri សម្រុកចូលមកវាប្រហារមកលើគាត់ទាំងអស់គ្នាតែម្ដងរហូតធ្វើឲ្យសាមរ៉ាសម្រេចចិត្តធ្វើដំណើរចាក់ចេញពីអគារមួយនេះហើយបើទោះជាសាមរ៉ាមានស្លាប់អាចហោះបានក៏ដោយក៏សាកសពទាំងអស់នេះធ្វើការតោងឡើងទៅលើអាកាសដើម្បីតាមសម្លាប់គាត់ទៀតហើយដែលឃើញសាមរ៉ាជួបការលំបាកបែបនេះ Hiroko ក៏បាននិយាយថាដូចយើងទីមិនខុសពិតមែនវាមិនមែនអមតៈរហូតទេShiro ដល់វេនពួកយើងម្ដងហើយនៅខណៈពេលនោះយើងក៏បានដឹងថាសាមរ៉ាគាត់មិនបានរត់គេចខ្លួនចេញពីទីនេះទេតាមពិតទៅគាត់គ្រាន់តែបញ្ឆោតសត្រូវនិងរកឱកាសដើម្បីវាយបកវិញតែប៉ុណ្ណោះដែលនៅពេលនោះហើយភ្លើងនៃស្គីស៊ូសាខូរបស់សាមូរ៉ាក៏បានដុតកំទេចពួកវាចោលទាំងអស់ស្របពេលដែលអគារទាំងមូលកំពុងតែបាក់ស្រុតចុះទៅខាងក្រោមប៉ុន្តែសាមូរ៉ាមិនបានខ្វល់អំពីរឿងនេះទេគោលដៅរបស់គាត់បន្តមកនេះគឺជា Hiroko នោះឯងដោយឃើញបែបនេះ Hiroko ក៏បានលាន់មាត់ថាតើគាត់សម្ដៅមករកយើងតើគាត់មិនខ្វល់ពីសុវត្ថិភាពកូនស្រីរបស់ខ្លួននៅលើអគារទេនៅត្រង់ចំណុចនេះហើយដែលយើងបានដឹងអំពីធម៌ពលពិតប្រាកដនៃស្គីស៊ូសាខូរបស់ Enchanted Blade Toby Mune គឺជាធម៌ពលនៃបាស័យអមតៈដែលបានរំលាយខ្លួនឯងចោលជាមួយនឹងភ្លើងរបស់ខ្លួនក្នុងគោលដៅដើម្បីកើតឡើងម្ដងទៀតហើយសាមូរ៉ាគាត់បានបញ្ចេញកម្លាំងដ៏ខ្លាំងមួយនេះម្ដងរួចទៅហើយនៅក្នុងសង្គ្រាមកាលពី18ឆ្នាំមុនហើយតាមសម្ដីរបស់លោក Yoshida ដែលជាមនុស្សម្នាក់ដែលបានឃើញធម៌ពលនេះដោយផ្ទាល់ភ្នែករបស់ខ្លួនគាត់បាននិយាយថាសាមូរ៉ាមិនត្រឹមតែអាចប្រើភ្លើងនៃបាស័យទេពព្យាបាលរបួសនៅលើខ្លួនរបស់គាត់តែប៉ុណ្ណោះទេតែភ្លើងមួយនេះសាមូរ៉ាអាចប្រើប្រាស់វាធ្វើបាននៅរឿងជាច្រើនទៀតដែលវាគឺជាអណ្ដាតភ្លើងនៃភាពមេត្តាគឺជាអណ្ដាតភ្លើងនៃការសន្តោសប្រណីដែលនៅពេលនោះហើយបណ្ដុំអាគារដែល Hiroko ធ្វើការកំទេចទាំងអម្បាម៉ានត្រូវបានភ្លើងរបស់សាមូរ៉ាប្រែឲ្យខ្លាចទៅជាសភាពដើមឡើងវិញទាំងអស់ហើយវាក៏ជាលើកទី1ដែលធ្វើឲ្យមនុស្សដែលមិនដែលខ្វល់ពីអ្វីសោះដូចជា Hiroko មានអារម្មណ៍ថាមិនស្រណុកនៅក្នុងចិត្តជាលើកដំបូងហើយត្រឹមតែមួយរំពេចអាគារទាំងមូលដែល Hiroko ខំប្រើកម្លាំងយ៉ាងអស់ពីខ្លួនដើម្បីកំទេចចោលនៅពេលមុននេះត្រូវបានត្រឡប់មកជាសភាពដើមវិញ 100% ដោយឃើញបែបនេះ Hiroko ក៏បានលាន់មាត់ថាទេមិនយ៉ាងអាចទៅរួចទៅស្របពេលដែលសាមូរ៉ាបានកាប់វាមួយដៃយ៉ាងពេញទំហឹងហើយរឿងរ៉ាវដែលបានកើតឡើងនៅលើកនេះមិនមែនជាការបន្លំភ្នែកទៀតឡើយវាគឺជាការពិតដែល Hiroko បានចាញ់នៅក្រោមដៃរបស់សាមូរ៉ាពិតមែនហើយបន្ទាប់ពីបានកម្ចាត់ Hiroko ដោយកាត់ដៃរបស់វាដាច់មួយចំហៀងរួចសាមូរ៉ាក៏បានដណ្ដើមយក Enchanted Blade Kumiyuri មកវិញបានសម្រេចយើងឃើញថាបន្ទាប់ពីចាញ់នៅក្រោមដៃរបស់សាមូរ៉ា Hiroko វាមិនអាចកម្រើកខ្លួនរបស់វាបានទេហើយវាមិនមែនជារឿងអ្វីដែលចម្លែកទេពីព្រោះតែនៅពេលមុននេះ Hiroko បានចំណាយនៅ Spirit Energy របស់ខ្លួនជាច្រើនដើម្បីព្យាយាមកំទេចអាគារទាំងមូលនេះចោលហើយវាក៏ជាហេតុដែលធ្វើឲ្យ Hiroko នៅក្នុងពេលនេះសូម្បីតែងើបឈរក៏ធ្វើមិនបានផងតែអ្វីដែលចម្លែកនោះគឺជាសាមូរ៉ាអស់រយៈពេលជាច្រើនថ្ងៃគាត់បានប្រើកម្លាំងនៃ Enchanted Blade គ្រប់គ្រងទៅលើទីក្រុង Tokyo ទាំងមូលជាពិសេសទៅទៀតនៅពេលអំបញ្ញមិញនេះគាត់បានប្រើកម្លាំងជាច្រើនដើម្បី recover នៅអាគារទាំងមូលដែល Hiroko វាបានកំទេចចោលហើយបើតាមព័ត៌មានដែល Shiro បានដឹងដែលមានកត់ត្រានៅក្នុងសៀវភៅគេបាននិយាយថាសាមូរ៉ាអាចមានសមត្ថភាពនៅក្នុងការ recover ឡើងវិញពិតមែនប៉ុន្តែគាត់មិនមានសមត្ថភាពអាចជប់មនុស្សស្លាប់ឲ្យរស់ឡើងវិញនោះទេជាពិសេសទៅទៀតការ recover នេះត្រូវចំណាយ spirit energy ច្រើនមែនទែននៅពេលដែលប្រើប្រាស់វាម្ដងដែលការកត់ត្រាទាំងអស់នេះគឺវាផ្ទុយគ្នាទាំងស្រុងទៅនឹងសមត្ថភាពដែលសាមូរ៉ាកំពុងតែមាននៅក្នុងពេលបច្ចុប្បន្ននោះវាសូមបញ្ជាក់ឲ្យឃើញថាសមត្ថភាពរបស់សាមូរ៉ាមានការរីកចម្រើនច្រើនមែនទែនបើសិនជាប្រៀបធៀបជាមួយនឹងសមត្ថភាពរបស់គាត់កាលពី18ឆ្នាំមុនស្របពេលជាមួយគ្នានោះដែរសាមូរ៉ាបំរុងចូលទៅសម្លាប់ Hiroko ចោលទៅហើយស្រាប់តែមានការវាយប្រហារមួយចេញពីបន្ទប់នៅខាងស្ដាំដៃរបស់គាត់តែពិតណាស់វាជាវត្តមានរបស់ Kokuri ដែលបានសង្ងំពួននៅទីនេះយូរមកហើយប៉ុន្តែការវាយប្រហាររបស់វាមួយនេះមិនបានសម្រេចទេគ្រាន់តែសាមូរ៉ាក្រវាសដៃតែបន្តិចដៃរបស់វាក៏បានបាក់ជាពីរភ្លាមដែលនៅពេលនោះហើយ Kokuri ក៏បានសម្រេចចិត្តបញ្ចេញនូវ sorcery របស់ខ្លួនដើម្បីទប់ទល់ជាមួយនឹងសាមូរ៉ាដែលហៅថា Twilight Wave ជា sorcery មួយដែលមានដំណើរការចម្លែកមែនទែនវាអនុញ្ញាតឲ្យ Kokuri សន្សំទុកនៃការនឿយហត់របស់ខ្លួនទាំងអម្បាម៉ានដែលខ្លួនបានឆ្លងកាត់ក្នុងការប្រយុទ្ធកន្លងមកហើយកាលណាដែល Kokuri មានការនឿយហត់កាន់តែច្រើននោះកម្លាំងធម៌ពលរបស់គាត់នឹងកើនឡើងកាន់តែខ្លាំងហើយអស់រយៈពេល7ខែមកហើយដែល Kokuri បានសន្សំទុកនៅកម្លាំងរបស់ខ្លួនកន្លងមកនេះគាត់ប្រើប្រាស់ត្រឹមតែដាវមួយនៅក្នុងការប្រយុទ្ធតែប៉ុណ្ណោះដូច្នេះហើយកម្លាំងដែលបានបញ្ចេញមកលើសាមូរ៉ាលើកនេះគឺមានលក្ខណៈខ្លាំងមែនទែនប៉ុន្តែវាមិនអាចធ្វើអ្វីទៅលើសាមូរ៉ាបាននោះទេហើយឆ្លៀតឱកាសនេះ
តូតូក៏បាន teleport ចូលមកជួយសង្គ្រោះ Hiroko បានសម្រេចហើយសហភាពរបស់ Hiroko នៅក្នុងពេលនេះគឺពិតជាយ៉ាប់យ៉ឺនខ្លាំងមែនទែនមិនថាដៃរបស់វាមកខាងនៅ Enchanted Blade Kumiyuri ត្រូវបានបាត់បង់ទៅទាំងអស់ដូច្នេះហើយដោយសារតែការចាញ់របស់ Hiroko និងសមត្ថភាពដ៏ខ្លាំងរបស់ Samura ពួកគេមិនអាចបន្តការប្រយុទ្ធបានតទៅទៀតទេហើយបន្តមកនេះគឺពឹងពាក់ទៅលើផែនការរបស់ Yura ហើយចម្លែកដែរនៅពេលនោះ Hiroko ក៏បាននិយាយតិចៗថាសម្រាប់ខ្ញុំចោលទៅផ្នែកមួយគូនោះវាមិនបានសម្លឹងឃើញអ្វីដែលពិសេសនៅលើខ្លួនរបស់ខ្ញុំទេដែលពិតណា Hiroko វាមិនទាន់អស់ចិត្តជាមួយនឹង Shiro នោះទេស្របពេលដែលមេឃនៅពេលនេះក៏ចាប់ផ្ដើមធ្លាក់ព្រិលយកតែម្ដងកាន់មកខាងរបស់ Shiro និង Samura វិញ Samura ក៏បានសួរទៅកាន់ Shiro ថាហេតុអ្វីបានជា Shiro មិនស្ដាប់គាត់ហើយនៅតែចូលចេះប្រើប្រាស់នៅធម្មពលរបស់ Enchanted Blade ម្ដងទៀតអញ្ចឹងហើយចម្លើយរបស់ Shiro នោះគឺមានតែមួយគត់គាត់បានដឹងអំពីអាចកំបាំងរបស់ម្ចាស់ Enchanted Blade កាលពី18ឆ្នាំមុនហើយគ្រាន់តែបានដឹងពីចម្លើយរបស់ Shiro បែបនេះ Samura ក៏បានដឹងភ្លាមថាប្រកាសជាលោក Shiba ជាអ្នកប្រាប់រឿងនេះទៅកាន់ Shiro ជាមិនខានតែយ៉ាងណាក៏ដោយ Samura ក៏បាននិយាយទៅកាន់ Shiro ថារឿងរ៉ាវដែលបានកើតឡើងនៅពេលនោះគឺជាកំហុសរបស់ម្ចាស់ Enchanted Blade លោក Kunishi ដែលត្រូវជាឪពុករបស់ Shiro គ្មានកំហុសនៅក្នុងរឿងនេះឡើយគាត់គ្រាន់តែមានតួនាទីជាអ្នកបង្កើតអាវុធទាំងអស់នេះឡើងតែប៉ុណ្ណោះដើម្បីជួយស្រោចស្រង់ប្រទេសរបស់គាត់ហើយគាត់ក៏ជាវីរបុរសដ៏ពិតប្រាកដរបស់មនុស្សជាតិហើយរឿងរ៉ាវដែល Samura បាននិយាយលោក Shiba ក៏បានប្រាប់ Shiro បែបនេះដែរតែគាត់នៅតែសម្រេចចិត្តចូលមកបញ្ឈប់ Samura គាត់ដឹងថាគោលដៅរបស់ Samura មានបំណងចង់សម្លាប់ម្ចាស់របស់ Enchanted Blade ចោលទាំងអស់រួមទាំងខ្លួនឯងផងដែរហើយវាក៏ជាគំនិតមួយដែល Shiro គាត់មិនយល់ស្របនោះទេពីព្រោះថា Samura គឺជាមនុស្សតែម្នាក់ដែល Iori នាងត្រូវការបំផុតនៅក្នុងជីវិតរបស់នាងដោយនិយាយជាមួយនឹង Shiro មិនស្ដាប់ Samura ក៏បានចាប់ផ្ដើមលេងធម៌ក្តៅម្ដងទៀត Shiro បើមិនស្ដាប់យើងទេយើងនឹងសម្លាប់ឯងម្ដងទៀតជាមិនខានលោក Samura លោកឆ្ងល់មែនទេថាហេតុអ្វីខ្ញុំសម្រេចចិត្តកាន់នៅ Enchanted Blade ម្ដងទៀតហេតុផលតែមួយគត់នោះគឺខ្ញុំធ្វើវាដើម្បីបញ្ឈប់លោកកាត់មកដល់ស្ថានភាពនៅក្នុងទីក្រុងតូក្យូវិញនៅទីស្នាក់ការកណ្ដាលរបស់ក្រុម Kamunabi ពួកគេបានទទួលការរាយការណ៍ពីក្រុម Ninja Masumi ថា Samura បានបង្ហាញខ្លួនហើយសមាជិកនៃក្រុម Hishaku ទាំង3នាក់ក៏បានបង្ហាញខ្លួននៅទីនោះផងដែរកំពុងតែនិយាយគ្នាសុកៗសំឡេងប្រកាសអាសន្នក៏បានបន្លឺឡើងដែលវាគឺជាការវាយប្រហារពីខាងលើមករបស់ Yura ហើយគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលមែនទែនមិននឹកស្មានថាក្រុម Hishaku វាហ៊ានសម្រុកចូលមកដល់ទីស្នាក់ការកណ្ដាលរបស់ពួកគេបែបនេះប៉ុន្តែវាក៏សមហេតុផលដែរបច្ចុប្បន្នទីតាំងរបស់ Enchanted Blade Shinichi ត្រូវបានរក្សាទុកនៅទីនេះហើយនៅខាងក្រោមនេះមួយតង់ទៀតគឺជាគុកសម្រាប់ឃុំឃាំងម្ចាស់របស់ Enchanted Blade Shinichi ផ្ទាល់ដូច្នេះហើយអ្វីដែលក្រុម Hishaku ចង់បានគឺនៅកន្លែងនេះទាំងអស់ហើយពួកវានឹងធ្វើយ៉ាងណាសម្រុកចូលមកកាន់ទីនេះឲ្យតតែបាននៅត្រង់ចំណុចនេះសាច់រឿងក៏បានបង្ហាញយើងអំពីរចនាសម្ព័ន្ធរបស់ទីស្នាក់ការនៃក្រុម Kamunabi បន្តិចបច្ចុប្បន្នទីតាំងពិតប្រាកដរបស់ក្រុម Kamunabi គឺស្ថិតនៅខាងក្រោមទីក្រុងតូក្យូទាំងមូលដែលមានបុគ្គលិកបម្រើការនៅក្នុងទីនោះជាង500នាក់ជាពិសេសទៅទៀតនៅបរិវេណជុំវិញរបស់ទីស្នាក់ការនេះត្រូវបានការពារដោយរបាំងយ៉ាងរឹងមាំមិនងាយមានអ្នកណាអាចបំបែកបាននោះទេដូច្នេះហើយការសម្រុកចូលមករបស់ក្រុម Hishaku នៅពេលអំបញ្ញមិញគឺមិនបានសម្រេចឡើយក៏ដោយសារតែមានរបាំងយ៉ាងរឹងមាំមួយនេះនៃចាំការពារប៉ុន្តែចម្លែកដែរនៅពេលនោះមេដឹកនាំនៃក្រុម Kamunabi ស្រាប់តែដាក់បញ្ជាឲ្យបើកនៅរបាំងមួយនេះឡើងហេតុផលនោះគឺគាត់គិតអំពីសុខទុក្ខរបស់ប្រជាជនដែលមានវត្តមាននៅខាងលើបើសិនជាក្រុម Hishaku មិនអាចសម្រុកចូលមកកាន់ទីនេះបាននោះសង្គ្រាមរបស់ពួកគេនឹងកើតឡើងនៅក្នុងទីក្រុងជាមិនខានហើយវានឹងធ្វើឲ្យបាត់បង់ជីវិតរបស់ប្រជាជនដែលមិនដឹងអីក៏ប៉ុន្តែការអនុញ្ញាតឲ្យបើកនៅរបាំងនេះគឺត្រូវបានធ្វើឡើងត្រឹមតែនៅជាន់ដំបូងតែប៉ុណ្ណោះដូច្នេះហើយនៅក្នុងពេលនោះដំណើរការនៃការបើករបាំងក៏ត្រូវបានចាប់ផ្ដើមឡើងហើយសត្រូវដែលបានចូលមកគឺមានគ្នាចំនួន7នាក់តាមរយៈព័ត៌មានដែលបានដឹងអំពី Shiro សមាជិកនៃក្រុម Hishaku ទាំងអស់គឺមានចំនួន10នាក់ហើយនៅពេលបច្ចុប្បន្ននេះគ្នារបស់វាចំនួន3នាក់កំពុងតែធ្វើការប្រយុទ្ធគ្នាជាមួយនឹង Shiro នៅក្នុងទីក្រុង Kyoto ដូច្នេះហើយមានន័យថាសមាជិកនៃក្រុម Hishaku ទាំងអស់គ្នាបានចូលរួមនៅក្នុងបេសកកម្មមួយនេះមិនចាំយូរមេដឹកនាំនៃក្រុម Kamunabi ក៏បានដាក់បញ្ជាបញ្ជូនសមាជិកដែលមានសមត្ថភាព Top Level ទៅទប់ទល់ជាមួយនឹងពួកវាតែម្ដងដែលនៅក្នុងនោះក៏មាន Asami ចូលរួមផងដែរខ្ញុំនឹងលេងពួកវាឲ្យចាស់ដៃម្ដងប៉ុន្តែសម្រាប់លោក Shiba និង Hibiki វិញពួកគេមិនបានមានវត្តមាននៅទីនេះទេដោយមើលទៅសភាពការដូចជាមិនស្រួលមេដឹកនាំនៃក្រុម Kamunabi បានបញ្ជូនពួកគេទាំងពីរនាក់ទៅការពារម្ចាស់របស់ Enchanted Blade អស់ទៅហើយនៅពេលនេះគាត់កំពុងតែគិតមិនយល់អំពីផែនការរបស់ក្រុម Hishaku តើពួកវាចង់ធ្វើអ្វីឲ្យប្រកបបើសិនជាគ្មានកម្លាំងរបស់ Enchanted Blade ជាជំនួយទេពួកវាមិននឹងអាចយកឈ្នះទៅលើក្រុម Kamunabi បានទៅហើយនៅពេលដែល Samura បញ្ឈប់នៃការប្រើប្រាស់ធម្មពលរបស់ខ្លួនដើម្បីអង្កេតទៅលើទីក្រុងតូក្យូតទៅទៀតពួកវាស្រាប់តែបញ្ចេញសកម្មភាពភ្លាមតើពួកវាមានគម្រោងអ្វីឲ្យប្រកបទៅ
មិនយូរប៉ុន្មានសម្លេងប្រកាសអាសន្នក៏បានបន្លឺឡើងពីពេញទីស្នាក់ការនៃក្រុងខាមូណាប៊ីផ្នែកដែលមិនមានការពាក់ព័ន្ធសូមភៀសខ្លួនទៅទីតាំងក្រោមបំផុតនៃអគារមួយនេះនៅពេលនោះសមាជិកម្នាក់ក៏បាននិយាយទៅកាន់អ្នកជំងឺម្នាក់ថាយើងដឹងថានៅពេលនេះឯងទើបតែងើបឡើងវិញប៉ុន្តែយើងគ្មានពេលទៀតទេសម្លេងប្រកាសអាសន្នកំពុងតែបន្លឺឡើងហើយតើអាចទៅជាមួយយើងឥឡូវនេះបានទេបាទធ្វើអ្វីតាមដែលលោកត្រូវការចុះយើងឃើញថាបន្ទាប់ពីសម្រាប់ព្យាបាលអស់រយៈពេលយ៉ាងយូរហាកូរីបានភ្ញាក់ពីការសន្លប់វិញហើយស្របពេលដែលក្រុមហ៊ីសាគូកំពុងតែវាយសម្រុកចូលមកកាន់ទីនេះតែម្ដងអូខេអ្នកនរគ្នាអញ្ចឹងសម្រាប់ Manga Kakarabashi របស់យើងនៅអាទិត្យនេះដល់ទីបញ្ចប់ត្រឹមហ្នឹងហើយអញ្ចឹងចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាទៀតចាំតាមដានទាំងអស់គ្នានៅអាទិត្យក្រោយណាហើយអរគុណអ្នកនរគ្នាមែនទែនសម្រាប់ការតាមដានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ